សួស្តីទាំងអស់គ្នាថ្ងៃនេះគឺជា vlog ថ្ងៃដែលអូសទៀតហើយថ្ងៃហ្នឹងអត់មានបានតាណាទេប៉ុន្តែដោយសារមេឃភ្លៀងផងហើយក៏អត់មានបានណាត់ជួបអ្នកណាទៀតដែរណ៎មេឃភ្លៀងស្អាតទេងើបឡើងថតប្រាប់មិនម៉ោងប៉ុន្មានទេភ្លៀងហ្នឹងនឹងម៉ោងប្រហែលជាដូចជា2ជាងណា2កន្លះថ្ងៃណាបើតែមេឃនៅរ៉ែផងដល់ក៏មករកផ្លូវទៅតាណាបានហ្នឹងហើយខ្ញុំក្រោកហើយក៏ដើរសុំដៅថាទៅរកទៅមើលពលឺព្រះអាទិត្យបន្តិចកុំឲ្យវានៅទៅក្នុងបន្ទប់ពេកឥឡូវកំពុងតែងើបឡើងស៊ីខ្សោះហើយចាប់ផ្ដើមដោះកៅអៅដល់អីត្រៀមទៅងូតទឹកដល់ក៏មើលមេឃឡើងចាំងចែងឲ្យភ្លៀងទៀតអស់តោះមកអស់ស្រោមជើងស្រោមអីចាញ់ហើយក៏ត្រៀមទៅយកស្ប៊ូអីទៅមុជទឹកអត់សក់ដែរហ្នឹងមិនតែដឹងមិនអត់មានអីចាញ់មានអីធ្វើមានតែទៅងូតទឹកងូតអីសម្អាតខ្លួនកុំឲ្យដេកស្ពឹកពេកចឹងណាឥឡូវនេះកំពុងតែកក់សក់កក់អីនោះថ្មិញខ្ញុំលើដឹងថាដើរតាណានេះមានតែនៅតែក្នុងតែបន្ទប់នឹងដើរលេងដើរតាណាវាហូបអីក៏ដដែលឥឡូវនឹងមុជទឹករួចអីរួចហើយក៏ជុតខ្លួនដើម្បីចូលទៅក្នុងទៅក្នុងដើម្បីមកបាត់ម៉ាស់ដើម្បីឲ្យសម្រស់កាន់តែស្រាតកុំឲ្យជ្រួញចឹងណានោះដល់ក៏នេះពងរៀបទៀតណាមានអីមួយថ្ងៃមានអីចឹងថ្ងៃធ្វើការចេញពីធ្វើការមុជទឹកមុជអីដេករួចងើបឡើងមកកន្លែងធ្វើការហូបបាយរួចចូលធ្វើការទៀតធ្វើការដល់ម៉ោងចេញធ្វើការហូបបាយទៀតហូបបាយរួចបន្ទប់ទៀតដេកអត់មានអីទេដល់ពេលថ្ងៃសម្រាកក៏អត់មានអីដែរថ្ងៃសម្រាកបិទចោលទាំងអស់បិទតាំងពីការអានសភៅអានអីហ្នឹងអត់ទេទុកឲ្យតលាយគូក្បាលតលាយលេងហ្គេមសុទ្ធហ្មងហើយបំនេះទេទៅអីចឹងណាឥឡូវនេះចូលដល់កន្លែងទិញអីហូបនេះអានំកាក់ហ្នឹងនំកាក់ហ្នឹងវាមានច្រើនប្រភេទអានេះខ្ញុំទិញឈីសហើយនឹងពោតហើយមួយទៀតឈីសហើយនឹងស្នូលនេះបងទាប្រៃជិះវាឆ្ងាញ់តើកញ្ញាឈីសតំណងអត់ប៉ុណ្ណឹងដូចជាមួយ4រៀលពីរហ្នឹងដូចជា8រៀលប៉ុន្តែខ្ញុំឆ្ងាញ់តែដំបងតែវាផ្អែមពេកខ្ញុំសុខចិត្តញ៉ាំផ្អែមដែរហើយផឹកមួយកូកាទៀតកូកាហ្នឹងលីកាហ្វេមកកំប៉ុងទៀតដាក់ទៅវិលមុខស្លើបដែរតែនេះអានំហ្នឹងមិនដែរតំណងណាហូបទៅឡើងឆ្ងាញ់តែវាជាពិសេសវាមានឈីសមានអីហើយទីតែឡើងស្វិតជាវនឹងតែគ្រាន់តែជួយចិត្តផ្អែមដែរតែទិញមក12មិនដែរវាចង់សាខ្ញុំរបស់ដែលអត់ធ្លាប់ហូបចឹងចង់សាថ្លៃមិនទិញដែរដាក់តែមួយដុំពីរដុំតែស្គាល់រសជាតិឲ្យលែងចង់មិនឯនោះតំណងណាមើលស្តៀងដូចស្តៀងនំពុំហ្នឹងហើយសាច់វាស្តៀងនំពុំតែគាត់ថាវារាងទន់ជាងបន្តិចហើយគេដាក់ឈីសយ៉ាងទៀតតំណងម្យ៉ាងនេះបានពីអ្នកក្មួយល្អយ៉ាងណានេះតែលោកស្រីក្មួយខ្ញុំថ្ងៃហ្នឹងអត់បានជួបរត់ដល់ទៅញ៉ាំបាយមួយគ្នានៅកន្លែងធ្វើការថ្ងៃនេះដេអូគឺខ្ញុំ stand by in my house ហើយក្នុងបន្ទប់រហូតតាំងពីព្រឹករហូតដល់ស្មានហ្នឹងមានតែនំប៉ុណ្ណឹងហើយនឹងកាហ្វេកូកាហ្នឹងអត់មានហូបអីទេខ្លាចឡើងគីឡូធាត់ក៏ទៅជ្រូកចឹងណាឡើងដល់60ប្រហែល69ខ្ញុំគិតថាខ្ញុំប្រហែលជា70គីឡូវាសាច់តាគៀកឡើងក៏ធាត់ក៏តាពីនេះទាំងញើតទាំងនេះណាមិញដំបងឡើយគឺឆ្ងាញ់តែដល់ពេលវា sweet ខ្លាំងពេកចឹងកប់ត្រោយពិតវីដេអូចង់ចាញ់និយាយច្រើនមិនតាមានអីនិយាយតែដែរអូយវិសកម្មភាពនៅតាណាពួយចេញតាណារួចទេ
មេឃភ្លៀងរហូតមេឃងងឹតឆឹងកំពុងសោមកំពុងតែលិចដែតត្រឹមកឥឡូវបាយបាយប៉ុណ្្នឹងឯង